យន្តហោះចម្បាំង MiG-31BM គឺជាប្រភេទយន្តហោះចម្បាំងស្ទាក់ចាប់កម្រិតខ្ពស់ដែលបានធ្វើទំនើបកម្មចេញពីយន្តហោះ MiG-31 ដើមដើម្បីបង្កើនសមត្ថភាពប្រយុទ្ធនៅក្នុងសម័យទំនើបនេះគឺជាចំណុចសំខាន់ដែលធ្វើឲ្យ MiG-31BM ក្លាយជាអ្នកប្រមាញ់លើមេឃដ៏មានឥទ្ធិពលវាជាយន្តហោះចម្បាំងមួយក្នុងចំណោមយន្តហោះដែលហោះហើរលឿនបំផុតក្នុងโลกដោយអាចឈានដល់ល្បឿនម៉ាច 2.83 ប្រហែលជា 3000 គីឡូម៉ែត្រក្នុង1ម៉ោងប្រព័ន្ធរ៉ាដា Saslon M បញ្ជាដោយរ៉ាដាដែលអាចចាប់គោលដៅបានក្នុងចម្ងាយរហូតដល់320 គីឡូម៉ែត្រនិងអាចតាមគោលដៅបានចំនួន24ក្នុងពេលតែមួយព្រមទាំងវាយប្រហារគោលដៅចំនួន6ក្នុងពេលតែមួយវាបំពាក់ដោយមីស៊ីល R37M ដែលអាចបាញ់កំទេចគោលដៅបានក្នុងចម្ងាយរហូតដល់400 គីឡូម៉ែត្រដែលជាចម្ងាយឆ្ងាយបំផុតសម្រាប់មីស៊ីលអាកាសទៅអាកាសមិនត្រឹមតែស្ទាក់ចាប់យន្តហោះសត្រូវទេប៉ុន្តែ MiG-31BM ក៏អាចប្រើសម្រាប់កំទេចមីស៊ីល Cross និងយន្តហោះបំបាំងកាយបានយ៉ាងមានប្រសិទ្ធភាពផងដែរវាអាចចែករំលែកទិន្នន័យគោលដៅទៅកាន់យន្តហោះចម្បាំងផ្សេងទៀតឬប្រព័ន្ធការពារដែនអាកាសនៅលើដីដើម្បីធ្វើការវាយប្រហាររួមគ្នាក្នុងយុទ្ធសាស្ត្រយោធារបស់រុស្ស៊ី MiG-31BM ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារដែនអាកាសដ៏ធំទូលាយនិងជាអ្នកការពារយន្តហោះចម្បាំងផ្សេងទៀតដូចជា Su-57 ឬ Su-35 ពីការវាយប្រហាររយៈចម្ងាយឆ្ងាយចំពោះកម្ពុជារបស់យើងធ្លាប់ប្រើប្រាស់ជាមួយនឹងយន្តហោះចម្បាំងត្រកូល MiG ដែរប៉ុន្តែ MiG-21 ជាយន្តហោះស៊េរីចាស់សង្ឃឹមថាថ្ងៃណាមួយរាជរដ្ឋាភិបាលកម្ពុជារបស់យើងនឹងងាកមកចាប់អារម្មណ៍ជាមួយនឹងប្រភេទយន្តហោះ MiG-31BM ឬត្រកូល MiG ផ្សេងទៀតដើម្បីបង្កើនសមត្ថភាពកងទ័ពដែនអាកាសរបស់កម្ពុជាការពារពីសត្រូវឈ្លានពានតើបងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់យន្តហោះចម្បាំង MiG-31BM នេះកុំភ្លេច comment នៅខាងក្រោមវីដេអូហើយចែករំលែកវីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន